ការទូទីនេះគឺជាការទូទីទូទៅប្រសិនបើមិនត្រូវជាមួយអ្នកច្រើនភាគរយនោះទេវាមិនមែនជាវីដេអូរបស់អ្នកនោះទេរិស័យឆ្នាំរកាសម្រាប់ខែមីនាឆ្នាំរកាជាអ្នកធ្វើការមួយចំនួនខែថ្មីមានរឿងខ្លះអ្នកគួរតែប្រុងប្រយ័ត្នជាពិសេសពាក់ព័ន្ធជាមួយនឹងកូនចៅចាស់ៗដែលអ្នកទុកចិត្តចូលចិត្តនិយាយអើបអបច្រើនតែបើអ្នកជាកូនចៅគេគួរតែប្រុងប្រយ័ត្នចំពោះរឿងណាដែលពាក់ព័ន្ធនឹងទិន្នន័យចាស់ឬក៏មួយចាស់សល់ពីមុនទើបអ្នកនឹងមិនមានបញ្ហាធំដុំនៅក្នុងខែនេះហើយចាំថារឿងណាដែលធ្វើឲ្យអ្នកមានអារម្មណ៍តានតឹងខ្លាំងគួរតែពិនិត្យឲ្យកាន់តែច្រើនអ្នកមិនគួរបើកបង្ហាញរឿងគ្រួសារច្រើនពេកនោះទេវាអាចក្លាយជាចំណុចខ្សោយក្នុងការប្រកួតប្រជែងហើយគ្រប់បញ្ហាបើមានអ្នកគួរតែពិនិត្យគិតគូរឲ្យបានដិតដល់ឬក៏ស្ដាប់គំនិតអ្នកចាស់ខ្លះផងទើបអ្នកទទួលបានផ្លែផ្កាល្អស្ទើរពេញមួយខែឆ្នាំរកាមួយចំនួនទៀតខែថ្មីគ្រប់រឿងផ្លាស់ប្ដូរខ្លាំងពេកធ្វើឲ្យអ្នកតាមមិនទាន់និងពិបាកធ្វើការប្រសិនបើអ្នកជាអ្នកថ្មីទៀតនោះអ្នកនឹងឈឺក្បាលខ្លាំងការងារក្នុងខែនេះអ្នកត្រូវតែធ្វើដោយស្ងប់ស្ងាត់ទោះបីជាត្រូវហត់នឿយលំបាកប៉ុណ្ណាក៏ដោយរួមទាំងមានឆ្កឹះឆ្កៀក្នុងការងារក៏ដោយក៏ត្រូវតែស្ងៀមស្ងាត់និងធ្វើដោយហ្មត់ចត់រឿងមួយទៀតអ្នកគួរតែចងមិត្តឲ្យច្រើនប្រសើរជាងចងសត្រូវឬក៏ធ្វើការដោយពិភាក្សាសមយោបល់ពីអ្នករួមការងារនោះការងាររបស់អ្នកនឹងល្អរហូតដល់ដាច់ខែឆ្នាំរកាមួយចំនួនតូចរឿងថ្មីរឿងល្អចូលមកច្រើនតែអ្នកមិនអាចទទួលយកបានទាំងអស់នោះទេដោយសារតែទេពកោសល្យរបស់មនុស្សម្នាក់មានខុសៗគ្នាប្រសិនបើអ្នកអាចកំណត់ចំណេះដឹងឬក៏បែងចែកឲ្យច្បាស់រវាងមនុស្សអួតនិងមនុស្សធ្វើការពិតនោះអ្នកនឹងសង្ឃឹមច្រើនទទួលបានលាភនៅក្នុងខែនេះឆ្នាំរកាជាអ្នករកស៊ីមួយចំនួនខែនេះរបស់អ្នកហាក់ដូចជានៅត្រឹងលែងទៅមុខទោះបីជាអ្នកប្រឹងកែវកោះប៉ុណ្ណាក៏មិនអាចផ្លាស់ប្ដូរអ្វីបានច្រើនរបស់អ្នកមើលទៅខាងក្រៅហាក់ដូចជាល្អខ្លាំងរកបានខ្លាំងតែធៀបពិតវាកំពុងតែមានបញ្ហាវាកំពុងតែឈានដល់ដំណាក់កាលដ៏លំបាកមួយហើយវាក៏ត្រូវការទុនបន្ថែមនិងត្រូវការកំណត់ថ្មីដើម្បីធ្វើឲ្យវាដំណើរការល្អក៏ដូចជារកប្រាក់ចំណូលបានឡើងវិញខែនេះប្រសិនបើអ្នកស្រឡាញ់ការងារមួយនេះខ្លាំងអ្នកនឹងហត់នឿយខ្លាំងហើយក៏ជួបបញ្ហាបាក់ទឹកចិត្តច្រើនដូចគ្នាប៉ុន្តែប្រសិនបើអ្នកលែងដៃវាអាចនឹងធ្វើឲ្យអ្នករងសម្ពាធផ្លូវចិត្តពិបាកទទួលយកនិងខ្មាស់គេបន្តិចតែអ្នកនឹងមានរឿងល្អចូលមកជំនួសជាការលួងចិត្តមកវិញចាំថាភាពជោគជ័យនឹងមិននៅជាមួយនឹងមនុស្សដែលទុនខ្សោយឬក៏មនុស្សដែលងាយនឹងត្រូវគេបំផ្លាញអារម្មណ៍នោះទេតែវានឹងនៅជាមួយនឹងមនុស្សដែលប្រឹងប្រែងធ្វើការដោយក្តីស្រឡាញ់ហើយបើអ្នកជាមនុស្សពុះពៀនិងជំនះគ្រប់ឧបសគ្គនោះអ្នកនឹងទទួលបានបទពិសោធន៍ថ្មីបទពិសោធន៍ដែលអ្នកមិនធ្លាប់ទទួលបានក៏នឹងក្លាយទៅជាលាភដែលអ្នកមិនធ្លាប់ស្រមៃនាពេលឆាប់ខាងមុខនេះឆ្នាំរកាមួយចំនួនទៀតខែនេះពេលខ្លះអ្នកអាចនឹងមានបញ្ហាខ្វល់ខ្វាយខ្លាំងដោយសារតែអាជីវកម្មរបស់អ្នកត្រូវជួបព្យុះភ្លៀងច្រើនត្រូវរងនូវភាពស្មុគស្មាញច្រើនព្រោះតែកំហុសរបស់អ្នកពីមុនឬក៏ព្រោះតែអ្នកធ្វើអ្វីដោយមិនបានពិភាក្សាឬក៏ទទួលយកគំនិតរិះគន់ការរកស៊ីនៅក្នុងខែនេះធ្លាក់ចុះរហូតដល់អ្នកលែងហ៊ានសូម្បីតែគិតអំពីវាគ្រប់ពេលដែលអ្នកចូលដល់កន្លែងរកស៊ីអ្នកតែងតែមានអារម្មណ៍បាក់ទឹកចិត្តលែងចង់និយាយមិនចង់ឲ្យគេសួរនាំអ្វីទាំងអស់បើសិនជាអាចសូមធ្វើបុណ្យដល់ម្ចាស់បំណុលកម្មប្រឡែងត្រីជាត្រីដែលគេយកទៅលក់ធ្វើម្ហូបឬក៏ធ្វើទានចំពោះព្រះសង្ឃវ័យចំណាស់ឬក៏ព្រះសង្ឃអត្តឃាតនោះការរកស៊ីរបស់អ្នកនឹងចាប់ផ្ដើមមើលឃើញពន្លឺឡើងវិញហើយបើអ្នកតាំងចិត្តមិនចោះចាញ់តស៊ូអោបគ្នាស្លាប់ជាមួយនឹងរបរនេះអាជីវកម្មរបស់អ្នកនឹងដំណើរការល្អឡើងវិញក្នុងរយៈពេលខ្លីចូលដល់ខែសីហាអ្នកនឹងមានដំណឹងល្អឬក៏លាភធំចំណែកឯឆ្នាំរកាមួយចំនួនតូចពេលនេះរបស់អ្នកចាប់ផ្ដើមមានលំនឹងគ្រប់យ៉ាងចាប់ផ្ដើមមើលឃើញពន្លឺខ្លះប៉ុន្តែអ្នកនៅបារម្ភអំពីការរកស៊ីរបស់អ្នកនៅតែភ័យខ្លាចយ៉ាងណាក៏ដោយអ្នកនឹងបន្តដើរទៅមុខក៏នឹងទទួលបានរឿងល្អបន្តហើយកុំភ្លេចធ្វើបុណ្យដល់ដូនជីសប្បុរសដូនជីដែលមិនចេះជេរស្ដីកូនចៅឬក៏អ្នកដតីប្រេះផ្ដាស់ជាដូនជីដែលកាន់ធម៌វិន័យបានល្អទើបរបស់អ្នកនឹងមានលាភជ័យឈ្នះអស់ក្តីចំណាយសម្រាប់ឆ្នាំរកាមានគូមួយចំនួនខែថ្មីបញ្ហាគ្រួសារណាដែលអ្នកទុកចោលយូរគួរតែដោះស្រាយឲ្យបានល្អប្រសិនបើអ្នកមិនចង់ឲ្យវារីកធំខែនេះរាល់បញ្ហាក្នុងគ្រួសារគួរតែដោះស្រាយដោយសន្តិវិធីនោះរឿងនឹងស្ងប់ស្ងាត់ទៅវិញក្នុងរយៈពេលខ្លីឬក៏ត្រឹមតែចុងខែ4តែបើអ្នកនៅតែបន្តធ្វើចិត្តក្តៅទៀតភ្លើងគ្រួសារនេះនឹងឆេះរាលដាលដល់គ្រួសារទាំងសងខាងគ្មាននរណាម្នាក់បានសុខនោះទេហើយអ្នកក៏នឹងបាត់បង់គ្រប់យ៉ាងពីជីវិតរបស់អ្នករួមទាំងមនុស្សដែលទុកចិត្តមនុស្សដែលស្រឡាញ់អ្នកបំផុតចំណែកឯឆ្នាំរកាមានគូខ្លះទៀតខែនេះស្នេហារបស់អ្នកបើទោះបីជាមិនមានភាពល្អក់ល្អឿនច្រើនដូចមុនតែអ្នកទាំងពីរនៅតែរីករាយនឹងរស់នៅជាមួយគ្នាពេលខ្លះមានភាពរកាំរកូសតែចុងក្រោយអ្នកត្រូវលួងគេនិងត្រូវរ៉ាប់រងនៅកំហុសមួយចំនួនអ្នកទាំងពីរមើលទៅពីក្រៅហាក់ដូចជាមានអារម្មណ៍បញ្ច្រាស់គ្នាតែធៀបពិតអ្នកទាំងពីរជាដៃគូពិភាក្សាដ៏ល្អស្ទើរតែគ្រប់រឿងទើបជីវិតរបស់អ្នកទាំងពីរឡើងដល់កម្រិតបច្ចុប្បន្នយ៉ាងណាក៏ដោយខែថ្មីអ្នកគួរតែប្រើពេលវេលាសម្រាប់គ្រួសារខ្លះទោះបីជាអ្នករវល់ប៉ុណ្ណាក៏ដោយ
មានចំណុចមិនល្អខ្លះអ្នកគួរតែស្ដាប់មនុស្សដែលអ្នកស្រឡាញ់ខ្លះបើវាជាកំហុសបើវាជាចរិតមិនល្អរបស់អ្នកពិតមែននោះជីវិតស្នេហារបស់អ្នកទាំងពីរនឹងមានតែរឿងល្អៗហើយកុំបារម្ភឆ្លោះគ្នាប៉ុណ្ណាក៏អ្នកទាំងពីរមិនងាយនឹងបែកគ្នានោះទេប្រសិនជាអាចគួរតែស្វែងរកវត្តចំណាស់ហើយជ្រោយទឹកបន្សាបឥទ្ធិពលអាក្រក់ដែលមាននៅក្នុងធាតុដើម្បីឲ្យសុខភាពរបស់អ្នកទាំងពីរមិនមានបញ្ហាគូឆ្នាំរកាខ្លះទៀតខែថ្មីមានបញ្ហាខ្លះនឹងរលំរលាយទៅទាំងដែលអ្នកទាំងពីរមិនបានតាំងចិត្តប៉ុន្តែរឿងថ្មីនឹងចូលមកជំនួសវិញខែនេះអ្នកទាំងពីរអាចនឹងហត់នឿយការងាររៀងៗខ្លួនតែក៏នឹងទទួលបានផលល្អនៃចុងខែយ៉ាងណាក៏ដោយកុំមាត់ធំមាត់តូចតាក់គ្នាច្រើនពេកជាពិសេសស្ដាប់គំនិតគ្នាខ្លះផងចំពោះឆ្នាំរកានៅលើមួយចំនួនការដែលជីវិតរបស់អ្នករស់នៅម្នាក់ឯងរហូតមកព្រោះតែអ្នកតែងតែមិនសូវខ្វល់ខ្វាយមិនសូវឲ្យតម្លៃអ្នកដែលចាក់ចេញទៅនរណាចង់ចេញទៅពីនេះក៏ចេញទៅអ្នកខ្វល់ខ្វាយតិចតួចតែពេលដែលគេចាក់ចេញទៅបានសុខអ្នកក៏សប្បាយចិត្តហើយបើគេចាក់ចេញទៅជួបបញ្ហាក៏អ្នកមិនសប្បាយចិត្តក៏មិនអាចទទួលយកគេម្ដងទៀតអ្នកជាមនុស្សចូលចិត្តសេរីភាពចង់ទៅណាទៅនោះភ្លាមគ្មាននរណាម្នាក់អាចហាមឃាត់អ្នកបានទេដោយសារតែមនុស្សដំបូងដែលអ្នកស្រឡាញ់ខ្លាំងគេបានធ្វើឲ្យអ្នកឈឺចាប់ខ្លាំងទោះជាអ្នកមិនបានចងចាំអ្វីដែលគេបានធ្វើចំពោះអ្នកនៅពេលនេះប៉ុន្តែអារម្មណ៍ឈឺចាប់មួយនេះបានដក់ជាប់នៅក្នុងចិត្តរបស់អ្នករហូតមកទាំងដែលអ្នកមិនដឹងខ្លួនគ្រប់ពេលវេលាដែលអ្នកមានអ្នកថ្មីជាបន្តបន្ទាប់តែចិត្តរបស់អ្នកនៅនឹកអ្នកចាស់ព្រោះវាជាពេលវេលាដែលអ្នកមានសេចក្តីសុខបំផុតមានអារម្មណ៍ល្អបំផុតទោះបីជាអ្នកមិនមានអារម្មណ៍ស្រឡាញ់គេនឹកគេដូចមុនតែអ្នកតែងតែតាមដានជីវិតរបស់គេរហូតមកគេមាននរណាគេបែកពីនរណាអ្នកនៅតែតាមដានការតាមដានមួយនេះមិនមែនដើម្បីសងសឹកឬក៏សើចចំអកនោះទេព្រោះតែអ្នកចង់ប្រៀបធៀបជីវិតរបស់អ្នកនិងជីវិតរបស់គេយ៉ាងណាក៏ដោយអ្នកល្មមដើរចេញពីអតីតកាលដ៏ឈឺចាប់មួយនេះហើយស្វែងរកសាងស្នេហ៍ជាមួយអ្នកថ្មីអ្នកចាំមើលគេយូរល្មមគ្រប់គ្រាន់ហើយគេក៏មិនខ្វល់ពីជីវិតរបស់អ្នកយូរមកដែរពេលខ្លះមនុស្សមិនឥតខ្ចោះអាចបង្កើតភាពឥតខ្ចោះសម្រាប់អ្នកគ្រាប់ពេជ្របើមិនតន់ច្នៃវាក៏មិនមានតម្លៃមិនតន់មានអ្នកចាប់អារម្មណ៍ដូចគ្នាល្មមមើលមនុស្សដែលជុំវិញខ្លួនរបស់អ្នកហើយល្មមស្វែងរកសេចក្តីសុខសម្រាប់ខ្លួនឯងស្វែងរកមនុស្សពិតប្រាកដសូមជូនពរអ្នកឲ្យជួបគូល្អឆាប់ៗរីឯឆ្នាំរកានៅលីមួយចំនួនទៀតអ្នកជាមនុស្សស្រស់ស្អាតចូលចិត្តតែងខ្លួនបែបស្អាតតែមិនទាន់ចេះរៀបចំជីវិតសម្រាប់បង្កើតគ្រួសារក៏មិនទាន់ចេះរៀបចំរក្សាទ្រព្យសម្បត្តិខ្លួនឯងដូច្នេះគួរតែនៅម្នាក់ឯងសិនគ្រាន់បើជាងនាំរឿងឈឺក្បាលដល់អ្នកដទៃសូមជូនពរឆ្នាំរកាឲ្យជួបតែរឿងល្អជួបតែមនុស្សល្អនិងជោគជ័យក្នុងខែថ្មីអរគុណសម្រាប់ការស្ដាប់ជួបគ្នានៅវីដេអូក្រោយ